រឿងសកុលាបវគ្គមួយកុលាបនិងសម្បត្តិដែលមិនបានផ្ញើឆ្នាំ1970ស្រុកតាំងគោកខេត្តកំពង់ធំនៅវិទ្យាល័យតាំងគោកគ្មាននរណាមិនស្គាល់សកុលាបទេនាងជាកូនស្រីតែមួយរបស់លោកសសង្ហាជីជើហ្វាយស្រុកតាំងគោកមនុស្សភាគច្រើនហៅនាងថាកុលាបព្រោះនាងស្រស់ដូចផ្កាហើយចរិតស្លូតបូតក្រអូបដូចក្លិនកុលាបរីកព្រឹកព្រលឹមកុលាបរៀនថ្នាក់ទី10រៀងរាល់ថ្ងៃសុក្រពេលចេញពីរៀនតែងមានកង់បុរាណមួយគ្រឿងចាំនាងនៅក្រោមដើមអំពិលម្ចាស់កង់នោះឈ្មោះវិសាលជាកូនកសិករនៅភូមិជើងព្រៃគេជាសិស្សពូកែកណិតហើយមានក្តីស្រមៃចង់ធ្វើជាគ្រូបង្រៀនតែអ្វីដែលសំខាន់ជាងនោះគឺគេជាមនុស្សប្រុសតែម្នាក់ដែលហ៊ានផ្ញើសម្បត្តិស្នេហ៍ឲ្យកូនចៅហ្វាយស្រុកស្នេហារបស់អ្នកទាំងពីរស្ងាត់ដូចស្លឹកឈើជ្រុះគ្មាននរណាដឹងទេក្រៅពីដើមអំពិលនិងសៀវភៅកំណាព្យដែលកុលាបលួចទុកក្នុងថង់សៀវភៅរហូតដល់ថ្ងៃមួយនៅដើមឆ្នាំ1970វិសាលបាត់ខ្លួនពីសាលា3ថ្ងៃទី4សម្លាញ់របស់គេឈ្មោះសុភាបានមកប្រាប់កុលាបនៅក្រោយថ្នាក់រៀនវិសាលចូលធ្វើទាហានហើយគេចុះឈ្មោះដោយស្ម័គ្រចិត្តកាលពីម្សិលមិញគេផ្ញើពាក្យមកប្រាប់ថាសុំទោសដែលមិនបានលានាងពិភពលោករបស់កុលាបដូចរលំនាងរត់ទៅផ្ទះលាក់ខ្លួនក្នុងបន្ទប់ហើយយំរហូតដល់ល្ងាចឪពុកនាងជីជើហ្វាយស្រុកក៏មិនហ៊ានសួរនាំដែរព្រោះដឹងថាកូនស្រីកំពុងឈឺចាប់យប់នោះក្រោមពន្លឺចង្គៀងប្រេងកាតកុលាបបានសរសេរកំណាព្យឲ្យមួយបទដាក់លើក្រដាសសៀវភៅពេលដឹងថាឃ្លាតចង្អៀតចិត្តស្រីតើកម្មពីអ្វីមិនបានជួបគ្នាអូនស្រឡាញ់ណាស់ប្រុសជាយោធារាល់ពេលសន្ធាយាអាពាហ៍ពិពាហ៍អូនគេងរងចាំនាងបិទកំណាព្យឲ្យនោះទុកក្នុងសៀវភៅកំណាព្យវបកាសស្រពោនក៏ដែលវិសាលធ្លាប់ឲ្យនាងរងចាំមួយថ្ងៃពីរថ្ងៃមួយខែគ្មានសម្បត្តិណាផ្ញើមកពីសមភូមិទេឯនៅជួរមុខវិសាលកំពុងកាន់កាំភ្លើងដោយប្រុងប្រយ័ត្នយប់ណាដែលគេងមិនលក់គេតែងសម្លឹងទៅមេឃហើយនឹកដល់កុលាបគេចង់សរសេរសម្បត្តិណាស់តែគេខ្លាចថាបើថ្ងៃណាមួយគេត្រូវគ្រាប់គេមិនចង់ឲ្យកុលាបខ្លាចជាស្ត្រីមេម៉ាយទាំងមិនទាន់បានរៀបការនៅតាំងគោកកុលាបនៅតែទៅរៀននាងនៅតែអង្គុយក្រោមដើមអំពិលនោះដដែលតែគ្មានកង់បុរាណមកចាំទៀតទេមានតែខ្យល់ស្ងួតនៃរដូវប្រាំងនិងកំណាព្យ4ឃ្លាដែលនាងទន្ទិញរាល់យប់អូនគេងរងចាំសង្គ្រាមបានចាប់ផ្ដើមឆេះកាន់តែខ្លាំងហើយស្នេហារបស់កុលាបក៏ចាប់ផ្ដើមសាកល្បងដោយភ្លើងសង្គ្រាមដែរវគ្គ2សម្បត្តិពីសមរភូមិ3ខែក្រោយព្រៃភ្នំខៀវខេត្តព្រះវិហារឆ្នាំ1970យប់នេះភ្លៀងធ្លាក់នៅជួរមុខវិសាលអង្គុយក្នុងលេនដ្ឋានដែលញ័រព្រោះត្រជាក់ហើយដៃម្ខាងទៀតកាន់ប៊ិចចង្គៀងគោមតូចមួយធ្វើឲ្យស្រមោលគេរំលើជញ្ជាំងដីគេស្ដាប់សូរកាំភ្លើងឆ្ងាយហើយនឹកដល់ដើមអំពិលនៅវិទ្យាល័យតាំងគោក3ខែហើយដែលគេមិនហ៊ានសរសេរសម្បត្តិគេខ្លាចពាក្យសន្យាខ្លាយជាកាំបិតចាក់បេះដូងកុលាបបើថ្ងៃណាមួយគេមិនបានត្រឡប់តែយប់នេះមិត្តភក្តិគេឈ្មោះប៊ុនធឿនបានស្លាប់ក្នុងការប៉ះទង្គិចមួយរយៈខ្លីមុនស្លាប់ប៊ុនធឿនខ្សឹបថាឯងសរសេរទៅនាងទៅវិសាលបើមិនសរសេរទេថ្ងៃណាមួយឯងស្ដាយវិសាលក៏សម្រេចចិត្តគេបើកសៀវភៅកំណត់តូចមួយហើយចាប់ផ្ដើមសរសេរសមរភូមិភ្នំខៀវថ្ងៃទី15ខែមីនាឆ្នាំ1970កុលាបសម្លាញ់បងដឹងថាបងខុសហើយដែលចាក់ចេញមិនលាបងខ្លាចទឹកភ្នែកអូនបងជាកូនកសិករហើយឥឡូវជាយោធាបងគ្មានអ្វីក្រៅពីបេះដូងមួយដែលស្រឡាញ់អូនពេញទំហឹងរាល់យប់បងគេងស្ដាប់សូរកាំភ្លើងតែក្នុងចិត្តបងងឺតែសូរសំឡេងអូនអានកំណាព្យបងនឹកសៀវភៅផ្កាស្រពោនដែលបងឲ្យអូននឹកដើមអំពិលនឹកកង់ចាស់របស់បងមិនហ៊ានសន្យាថានឹងត្រឡប់ទេសង្គ្រាមមិនមែនជារបស់បងទេតែបងសន្យាថាបើបងនៅរស់បងនឹងត្រឡប់ទៅឈរក្រោមដើមអំពិលនោះវិញជាមួយសម្បត្តិនេះបងផ្ញើកំណាព្យឲ្យមួយបទមកអូនជាចម្លើយទៅនឹងកំណាព្យ4ឃ្លារបស់អូនដែលសុភាបានប្រាប់បងសម្ដីស្រីពិតឬមួយយ៉ាងណាវាចេះតែថាវាចាស់ច្រៀងផ្ដាំ
រត់ថ្ងៃរៀមព្រួយទ្រូងមួយរងកម្មព្រោះមិនបានមុំរៀមស្ទើស្រែកយំបែកអាកាសាកុលាបបើអូននៅស្រឡាញ់បងសូមគុំយំចាំបងបើចាស់ទុំហាមឃាត់សូមអូនរឹងមាំបើថ្ងៃណាមួយសម្បត្តិបងឈប់មកដល់សូមអូនភ្លេចបងចុះហើយរកអ្នកណាដែលអាចឲ្យអូនសើចបានពីបងវិសាលយោធាលេខ1392សម្បត្តិនោះធ្វើដំណើរ14ថ្ងៃទើបដល់ដៃកុលាបពេលនោះនៅតាំងគោកមេឃកំពុងធ្លាក់ភ្លៀងដំបូងនៃរដូវវស្សាកុលាបញ័រដៃពេលបើកសម្បត្តិទឹកភ្នែកនាងស្រក់លើទឹកខ្មៅធ្វើឲ្យអសរខ្លះរលុកតែឃ្លាកំណាព្យ4ឃ្លានោះនាងអានច្បាស់ណាស់នាងអបសម្បត្តិនោះត្រឹកនឹងទ្រូងហើយខ្សឹបតបទៅខ្យល់សម្ដីស្រីពិតណាស់បងអើយអូនមិនចេះច្រៀងផ្ដាំទេអូនចេះតែចាំយប់នោះលោកសសង្ហាដែលជាចៅវាយស្រុកឃើញភ្លើងក្នុងបន្ទប់កូនស្រីមិនទាន់ពន្លត់គាត់ដើរទៅឈរស្ដាប់មាត់ទ្វារហើយឬកូនស្រីកំពុងទន្ទិញកំណាព្យប្លែកគាត់មិននិយាយអ្វីទេតែព្រឹកឡើងគាត់សរសេរលិខិតមួយច្បាប់ផ្ញើទៅមេបញ្ជាការកងពលនៅភ្នំខៀវគ្មាននរណាដឹងថាក្នុងលិខិតនោះសរសេរអ្វីទេវគ្គ3សម្បត្តិតពីតាំងគោកមួយសប្តាហ៍ក្រោយផ្ទះចៅហ្វាយស្រុកតាំងគោកកុលាបអានសម្បត្តិរបស់វិសាលជាង10ដងហើយរាល់យប់នាងគេងអបសម្បត្តិនោះដូចអបវិសាលតែពាក្យមួយឃ្លាធ្វើឲ្យនាងឈឺចាប់ជាងគេបើថ្ងៃណាមួយសម្បត្តិបងឈប់មកដល់សូមអូនភ្លេចបងចុះទេនាងខ្សឹបម្នាក់ឯងអូនមិនភ្លេចទេព្រឹកនោះកុលាបសម្រេចចិត្តតបសម្បត្តិទៅវិសាលនាងលួចយកស្រោមសម្បត្តិរបស់ឪពុកដែលមានត្រាចៅហ្វាយស្រុកពីលើនាងគិតថាបើប្រើស្រោមសម្បត្តិនេះសម្បត្តិអាចទៅដល់ជួរមុខបានលឿននាងខំបូរមាត់សរសេរដោយដៃញ័រតាំងគោកថ្ងៃទី5ខែមេសាឆ្នាំ1970បងវិសាលជាទីស្រឡាញ់អូនបានទទួលសម្បត្តិបងហើយអូនយំអូនសើចអូនអានដល់ភ្លឺអរគុណបងដែលមិនភ្លេចកូនស្រីចៅវាយស្រុកក្រមុំម្នាក់នេះបងសួរថាក៏សម្ដីស្រីពិតឬមួយយ៉ាងណាឥឡូវអូនឆ្លើយឲ្យបងឲ្យកុំស្មានអូនក្បត់ប្រុសថ្លៃបន្លាថាស្បៃលាមកថាផ្កាបងអូនមិនចេះកុហកទេអូនជាកូនចៅវាយស្រុកមែនតែបេះដូងអូនជារបស់កូនកសិករម្នាក់ឈ្មោះវិសាលពុកអូនធ្លាប់ប្រាប់ថាក៏បន្លាមិនអាចក្លាយជាស្បៃលាមកមិនអាចក្លាយជាផ្កាអូនក៏គិតដូច្នោះដែរអូនស្រឡាញ់បងគឺស្រឡាញ់មែនមិនមែនលេងទេរាល់ថ្ងៃអូនទៅអង្គុយក្រោមដើមអំពើគ្មានកង់បងទេតែអូននៅតែចាំបងត្រូវសន្យានឹងអូនមួយមិនថាមានអ្វីកើតឡើងត្រូវសរសេរសម្បត្តិមកអូនបើបងរបួសឲ្យគេប្រាប់អូនបើបងអូនមិនចង់គិតទេអូននឹងចាំ1ឆ្នាំ10ឆ្នាំក៏អូនចាំព្រោះអូនជឿថាស្នេហាពិតមិនចាញ់សង្កៀមទេពីអូនសកុលាបកូនស្រីដែលចាំបងក្រោមដើមអំពើកុលាបបត់សម្បត្តិដាក់ក្នុងស្រោមសម្បត្តិរួចរត់ទៅប្រៃសណីយ៍ស្រុកនាងមិនដឹងថាពេលនាងចេញពីប្រៃសណីយ៍លោកសសង្ហាជាឪពុកឈរសម្លឹងពីលើរានហាលសាលាស្រុកក្នុងដៃលោកកាន់លិខិតចម្លើយពីមេបញ្ជាការកងពលភ្នំខៀវលិខិតនោះសរសេរថាយោធាឈ្មោះវិសាលលេខ1392ជាយុទ្ធជនស្ម័គ្រចិត្តគួរឲ្យគោរពបើលោកចៅហ្វាយស្រុកមានបំណងខ្ញុំនឹងផ្ទេរគេមកធ្វើការងាររដ្ឋបាលនៅទីបញ្ជាការខេត្តដើម្បីសុវត្ថិភាពលោកចៅហ្វាយស្រុកដកដង្ហើមធំកូនស្រីលោកស្រឡាញ់ទាហានធម្មតាលោកអាចហាមបានលោកអាចបំបែកបានតែពេលឃើញទឹកភ្នែកកូនស្រីរាល់យប់លោកនឹកដល់ប្រពន្ធដែលស្លាប់ចោលលោកកាលពី10ឆ្នាំមុនលោកក៏ធ្លាប់សន្យាថានឹងការពារស្នាមញញឹមកូនស្រីលោកសសង្ហាយកប៊ិចក្រហមគូសលើលិខិតចម្លើយនោះមួយបន្ទាត់រួចសរសេរត្រឹម3ម៉ាត់ទុកគេនៅទីនោះវគ្គ4ចម្លើយដែលមកយឺត2សប្តាហ៍ក្រោយសម្រាប់ភូមិភ្នំខៀវឆ្នាំ1970សម្បត្តិរបស់កុលាបដេកក្នុងសកាដូយោធារបស់វិសាលអស់12ថ្ងៃហើយមិនមែនគេមិនចង់តបទេតែសង្គ្រាមមិនឲ្យពេលគេទំនេរថ្ងៃមួយបាញ់គ្នាពីភ្លឺដល់ល្ងាចថ្ងៃមួយទៀតដើរល្បាតឆ្លងព្រៃ30គីឡូ
ได้เด็ดทลบกันแต่ได้โซเซเล็กเลอกันแต่กำเพลิงลางเริงโดยทมรโหดดอรเซียมวยเพลียงแคละคลังเปกำเพลิงก็สงัดวิซาเติบเมียนเปอังกุยกรอมต้องกาสู้เกยกสมบัติกลาบหมกอ่านมาดองเตียดเคลียทากับบรรลาทาสใบเลียมหมกทาบกาหัดเฟื่อเอาเกยยำแต่งตึกแผนกเกดอกดังหามทมรูดโยกกระดาได้โตตึกเพลียงติดหมกโซเซสามรภูมิพนมคิวថ្ងៃទី22ខែមេសាឆ្នាំ1970កូឡាបសំឡាញ់អើយសុំទោសដែលបងតបយឺតនៅទីនេះមួយថ្ងៃដូចមួយឆ្នាំពេលខ្លះបងគិតថាបងអាចរស់ដល់ព្រឹកស្អែកឬក៏អត់តែពេលកាន់សម្បត្តិអូនបងចង់រស់ជីវិតយោធានៅជួរមុខមិនដូចក្នុងសៀវភៅទេកូឡាបព្រឹកឡើងហូបបាយកញ្ចប់ត្រជាក់ដូចទឹកកកថ្ងៃឡើងដើរលើដីមីនមើលមេឃមិនឃើញព្រោះតែព្រៃយប់ឡើងគេងអប់កំភ្លើងស្ដាប់មិត្តភ័ក្តិស្រែកយំរកម្ដាយពេលសុបិនបងនឹកសាលានឹកក្តារខៀននឹកដើមអំពើកង់ចាស់របស់បងតែអ្វីដែលនឹកជាងគេគឺនឹកអូនអង្គុយក្រោមដើមអំពើអូនថាអូនមិនក្បត់ទេបងជឿតែបងខ្លាចសង្គ្រាមខ្លាចឋានៈខ្លាចពុកអូនជាជើហ្វាយស្រុកបងជាយោធាធម្មតាគ្មានអ្វីក្រៅពីបេះដូងមួយបើថ្ងៃណាមួយបងត្រឡប់ទៅវិញដោយដៃមួយឬជើងមួយតើអូននៅស្រឡាញ់បងទេបងផ្ញើកំណាព្យមួយបត់មកអូនជាចម្លើយបើសិនជាពិតចិត្តស្មោះស្នេហារឿងយើងប្រត់គ្នាប្រត់ព្រោះរឿងអ្វីកូឡាបបើអូនឆ្លើយបានថាយើងមិនប្រត់គ្នាព្រោះរឿងអ្វីទាំងអស់បងសន្យានឹងរស់ដើម្បីត្រឡប់ទៅរកអូនបងនឹកអូនរាល់ពេលដកដង្ហើមពីបងវិសាលយោធាដែលមានអូនក្នុងបេះដូងវិសាលផ្ញើសម្បត្តិនោះតាមរថយន្តដឹកស្បៀងគេឈោសម្លឹងរថយន្តបាត់ក្នុងភ្លៀងហើយខ្សឹបថាទៅឲ្យដល់ដៃប្រពន្ធបងផងនៅឯតាំងគោកយប់នោះលោកសសង្ហាអង្គុយមើលរូបថតប្រពន្ធដែលស្លាប់លោកគឺសូកូនស្រីយំតិចក្នុងបន្ទប់លោកដឹងថាសម្បត្តិពីសមរភូមិមកដល់ទៀតហើយលោកបើកទូដែកយកលិខិតមួយច្បាប់ចេញមកអាននោះជាលិខិតស្នើសុំផ្ទេរវិសាលពីមេបញ្ជាការកងពលលោកធ្លាប់សរសេរថាទុកគេនៅទីនោះតែយប់នេះសម្លឹងមុខកូនក្នុងរូបថតលោកក៏យកប៊ិចមកកែលោកសរសេរបន្ថែមមួយឃ្លាតូចនៅក្រោមក៏បើគេនៅរស់ដល់ខែវស្សានាំគេមកជួបខ្ញុំវគ្គ5ចម្លើយក្រោមដើមអំពើចុងខែមេសាឆ្នាំ1970វិទ្យាល័យតាំងគោកសម្បត្តិរបស់វិសាលមកដល់តាំងគោកនៅថ្ងៃសុក្រកូឡាបស្ទុះរត់ទៅប្រៃសណីយ៍ទាំងឯកសណ្ឋានសិស្សជាប់ខ្លួនពេលអានដល់ឃ្លាបើថ្ងៃណាមួយបងត្រឡប់ទៅវិញដោយដៃមួយឬជើងមួយតើអូននៅស្រឡាញ់បងទេនាងខំបូមាត់តតែឈាមចេញថ្ងៃសៅរ៍នាងមិនទៅផ្សារជាមួយមិត្តភក្តិទេនាងទៅអង្គុយក្រោមដើមអំពើចាស់ក្រោយសាលាជាកន្លែងដែលវិសាលធ្លាប់ចតកង់ចាំនាងយកក្រដាសមួយសន្លឹកនិងពេចមកសរសេរសម្បត្តិខ្យល់រដូវប្រាំងបបផាត់សក់នាងតែមិនអាចបបពាក្យក្នុងបេះដូងនាងបានទេតាំងគោកថ្ងៃទី30ខែមេសាឆ្នាំ1970បងវិសាលសំឡាញ់បងសួរអូនថាជារឿងយើងប្រត់គ្នាប្រត់ព្រោះរឿងអ្វីឥឡូវអូនឆ្លើយឲ្យបងច្បាស់យើងមិនប្រត់ទេលើកលែងតែស្លាប់បងខ្លាចថាអូនស្រឡាញ់បងលេងសើចមែនទេបងខ្លាចថាបងគ្រាន់តែជាយោធាគ្មានដៃគ្មានជើងនោះអូននឹងរើសអើងមែនទេអូនសូមយកដើមអំពើនេះនិងអ្នកតាតាំងគោកធ្វើសាក្សីអូនមិនមែនសើចបញ្ចែកបន្ថោកអ្នកតាតាំងគោកជួយជាសាក្សីខ្ញុំមិនផ្លាស់ចិត្តមិនផ្លាស់សម្ដីបងអើយអូនជាកូនចៅវាយស្រុកមែនតែអូនក៏ជាកូនខ្មែរដែរកាលពីតូចម៉ែអូនធ្លាប់បង្រៀនថាស្រឡាញ់ហើយត្រូវស្រឡាញ់ឲ្យដល់អូនមិនមែនស្រឡាញ់ឯកសណ្ឋានបងទេអូនស្រឡាញ់បេះដូងបងដែលហ៊ានលះបង់ដើម្បីអ្នកក្រោយបើថ្ងៃណាមួយបងត្រឡប់មកវិញមានតែដៃមួយអូននឹងកាន់ដៃនោះដែរបើបងមានតែជើងមួយអូននឹងជាជើងម្ខាងទៀតរបស់បងបើបងគ្មានអ្វីសោះក៏អូននៅមានបងដែរដូច្នេះបងត្រូវសន្យានឹងអូនត្រូវរស់ត្រូវត្រឡប់មកឈរក្រោមដើមអំពើនេះវិញ
អូននឹងនៅចាំត្រង់នេះរាល់ថ្ងៃសុខដូចកាលពីមុនពីអូនសកុលាបអ្នកដែលមិនផ្លាស់សម្ដីកុលាបបត់សម្បត់ហើយដាក់នៅក្រោមថ្មជើងដើមអំពើនោះជាថ្មដែលវិសាលធ្លាប់ឆ្លាក់អក្សរវកកាលពី1 ឆ្នាំមុននាងខ្សឹបថាអ្នកតាជួយនាំផងនៅផ្ទះចៅវាយស្រុកយប់នោះលោកសសង្ហាឃើញកូនស្រីត្រឡប់មកផ្ទះវិញភ្នែកក្រហមតែមុខញញឹមលោកហៅនាងមកអង្គុយក្បែររួចសួរតិចកូនសរសេរអ្វីឲ្យគេកុលាបភ្ញាក់ព្រឺតនាងគិតថាឪពុកមិនដឹងទេតែនាងសម្រេចចិត្តនិយាយត្រង់កូនប្រាប់គេថាកូនមិនផ្លាស់ចិត្តទេពុកលោកចៅហ្វាយស្រុកស្ងៀមយូររួចលោកក៏យកដៃអង្អែលសក់កូនហើយនិយាយមួយឃ្លាដែលធ្វើឲ្យកុលាបហូរទឹកភ្នែកបើកូនមិនផ្លាស់ចិត្តពុកក៏មិនផ្លាស់ដែរពុករងចាំថ្ងៃគេត្រឡប់មកស្ដីដណ្ដឹងកូនពីពុកក្រៅផ្ទះខ្យល់បក់ស្លឹកអំពិលរវិចដូចអ្នកតាតាំងគោកទទួលស្គាល់សាក្សីនៅឯសមរភូមិភ្នំខៀវ3 ថ្ងៃក្រោយវិសាលទទួលបានសម្បត្តិកុលាបគេអានកំណាព្យអូនមិនមែនសើចបញ្ចេកបន្ថោកចប់ហើយក៏ស្រែកហូរឡើងកណ្ដាលលេនឋានធ្វើឲ្យមិត្តភក្តិភ្ញាក់ផ្អើលគេអបសម្បត្តិនោះហើយស្ពះនឹងមេឃអញត្រូវរស់ដើម្បីត្រឡប់ទៅរកស្រីដែលមិនផ្លាស់សម្ដីចប់វគ្គ 5 វគ្គ 5 មួយសន្យាមុនថ្ងៃលិចសមរភូមិភ្នំខៀវម៉ោង 5 ល្ងាចថ្ងៃទី 5 ខែឧសភាឆ្នាំ 1970មេឃកំពុងឡើងក្រហមដូចឈាមមួយថ្ងៃទៀតនឹងកន្លងផុតទៅហើយវិសាលនៅរស់ក្រោយពីអានសម្បត្តិកុលាបឃ្លាក៏ខ្ញុំមិនផ្លាស់ចិត្តមិនផ្លាស់សម្ដីគេដេកមិនលក់3យប់បេះដូងគេដូចភ្លើងដែលគេចង់ស្រែកប្រាប់មេឃថាគេសប្បាយប៉ុណ្ណាថ្ងៃនេះបញ្ជាការឲ្យសម្រាប់កន្លះថ្ងៃព្រោះក្របផ្លោងអស់ពីស្តុកវិសាលទាញក្រដាសមួយសន្លឹកដែលរួញហើយប្រញាប់សរសេរគេត្រូវតែឲ្យសម្បត្តិនេះចេញពីជួរមុខមុនថ្ងៃលិចគេចង់ឲ្យកុលាបដឹងថាពាក្យរបស់នាងបានជួយសង្គ្រោះជីវិតគេដៃប្រឡាក់ដីហុយតែអក្សរគេច្បាស់ណាស់សមរភូមិភ្នំខៀវម៉ោង 5:20 ល្ងាចកុលាបសំឡាញ់បងទៅអានសម្បត្តិអូនចប់ម្ដងទៀតរាល់ពាក្យរបស់អូនដូចទឹកត្រជាក់ចាក់លើភ្លើងក្នុងទ្រូងបងអូនហ៊ានយកអ្នកតាតាំងគោកធ្វើសាក្សីបងក៏ហ៊ានយកជីវិតបងធ្វើសាក្សីដែរថ្ងៃចិត្តលិចហើយមុននឹងងឹតបងចង់ឲ្យអូនដឹងថាសុកុលាបស្រីបងចាំលុះខ្សែចាំស្រីជាគូបងមិនសន្យាថានឹងត្រឡប់ទៅវិញពេញលក្ខណៈទេព្រោះសង្គ្រាមមិនស្ដាប់បង្គាប់បងតែបងសន្យាថាដរាបណាបងនៅដកដង្ហើមបេះដូងបងមានតែអូនម្នាក់បើបងស្លាប់ព្រលឹងបងនឹងទៅចាំអូននៅក្រោមដើមអំពើនោះចាំបងណាកុលាបចាំដូចអូនសន្យាបងក៏ចាំដូចបងសរសេរពីបងវិសាលយោធាដែលមានសកុលាបក្នុងបេះដូងវិសាលរត់យកសម្បត្តិទៅឲ្យទាហានតាក់ទងជួយផ្ញើឲ្យដល់ដៃគេមុនយប់ណាបងគេស្រែកទាហាននោះញញឹមហើយដាក់សម្បត្តិក្នុងថង់ស្បែកអញនឹងឲ្យម៉ូតូដឹកសម្បត្តិទៅយប់នេះឯងពេលព្រះអាទិត្យលិចបាត់ពីលើជួរភ្នំវិសាលឈរសម្លឹងទៅទិសខាងត្បូងគឺទិសតាំងគោកគេខ្សឹបថាបងធ្វើបានហើយកុលាបបងប្រាប់អូនតាន់មុនថ្ងៃលិចនៅឯតាំងគោក3 ថ្ងៃក្រោយកុលាបទទួលបានសម្បត្តិនៅម៉ោង 4 រសៀលនាងរត់ទៅក្រោមដើមអំពើហើយអានកំណាព្យ3ឃ្លានោះទឹកភ្នែកនាងហូរតែជាលើកទី1ហើយដែលនាងយំដោយសារសប្បាយនាងយកដៃអង្អែលអក្សរវក៏នៅលើថ្មរួចនិយាយទៅដើមអំពើកអ្នកតើទេគេថាចាំអូនលុះខ្សែពេលនោះលោកសសង្ហាឈោមមើលពីលើរានហាលសាលាស្រុកលោកឃើញកូនស្រីញឹមទាំងទឹកភ្នែកលោកក៏ដកដង្ហើមវែងរួចហើយស្មានមកប្រាប់តិចទៅប្រាប់មេបញ្ជាការកំពូលភ្នំខៀវថាខែឧស្សាហ៍នេះបើគេនៅរស់ឲ្យគេត្រឡប់មកជួបខ្ញុំសង្គ្រាមនៅតែបន្តតែនៅតាំងគោកនិងភ្នំខៀវមានបេះដូងពីរសន្យាចាំគ្នាកលុះខ្សែចប់វគ្គ 5 មួយរឿងសកុលាបវគ្គ 7 ការវិលត្រឡប់មកតាំងគោកពាក់កណ្ដាលខែមិថុនាឆ្នាំ 1970 រដូវវស្សាចាប់ផ្ដើមភ្លៀងធ្លាក់ជោគជាំនៅសមរភូមិភ្នំខៀវអស់3 ថ្ងៃ 3 យប់ផ្លូវល្បាតคล้ายជាភក់ដេមីនក៏ពិបាករកយប់ថ្ងៃទី 14 ខែមិថុនាវិសាលកំពុងដេកក្នុងលេនដ្ឋានស្រាប់តែមានទាហានតាក់ទងមកហៅ
វិសាលលេខ1392មានបញ្ជាពីបញ្ជាការកងពលឯងត្រូវផ្ទេរទៅធ្វើការងាររដ្ឋបាលនៅសាលាស្រុកតាំងគោកចាប់ពីថ្ងៃស្អែកវិសាលភ្ញាក់ព្រឹកគេស្មានថាខុសតាំងគោកហេតុអ្វីមិនដឹងទេបញ្ជាពីលើគេថាឯងត្រូវទៅជួបលោកចៅហ្វាយស្រុកបេះដូងវិសាលលោតញាប់ដូចស្គរតាំងគោកស្រុកកូឡាបលោកចៅហ្វាយស្រុកឪពុកកូឡាបពាក្យសន្យាបើគេនៅរស់ដល់ខែវស្សានាំគេមកជួបខ្ញុំក៏បានខ្លាយជាការពិតព្រឹកឡើងវិសាលស្ពីសាកាដូយោធីចាស់មួយចេញពីភ្នំខៀវតាមរថយន្តដឹកស្បៀងមុនចេញគេសម្លឹងទៅសមរភូមិម្ដងទៀតចុងក្រោយហើយខ្សឹបថាអរគុណដែលទុកជីវិតឲ្យអញបានជួបប្រពន្ធ2ថ្ងៃក្រោយសាលាស្រុកតាំងគោកភ្លៀងកំពុងរលឹមកូឡាបអង្គុយក្នុងថ្នាក់រៀនតែចិត្តអន្ទះសារយប់មិញអ្នកបម្រើនៅផ្ទះប្រាប់ថាលោកចៅហ្វាយនិយាយទូរស័ព្ទថាគេមកដល់ស្អែកម៉ោង10ព្រឹកសម្លេងរថយន្តឈប់មុខសាលាស្រុកកូឡាបលួចមើលតាមបង្អួចថ្នាក់រៀនបរិសម្នាក់ស្លៀកឯកសណ្ឋានយោធាទឹកភ្លៀងស្ពីសាកាដូចាស់ចុះពីលើរថយន្តទូស្គមជាងមុនសម្បត់ខ្មៅជាងមុនតែនាងស្គាល់ច្បាស់វិសាលឈរត្រង់ដកដង្ហើមធំនេះជាលើកទី1ហើយដែលគេបានមកតាំងគោកដោយមិនលួចលាក់គេសម្លឹងទៅវិទ្យាល័យតាំងគោកនៅឆ្ងាយហើយឃើញដើមអំពៅចាស់នោះពេលនោះលោកសសង្ហាចេញពីបន្ទប់មកទទួលលោកមើលវិសាលពីក្បាលដល់ចុងជើងយោធាម្នាក់នេះស្គមស្លាកស្នាមពេញខ្លួនតែភ្នែកនៅតែរឹងមាំឯងឈ្មោះវិសាលមែនទេលោកចៅហ្វាយស្រុកសួរបាទលោកចៅហ្វាយវិសាលឈរត្រង់គៀវរកិច្ចលោកសសង្ហាងក់ក្បាលពីថ្ងៃនេះទៅឯងធ្វើការនៅផ្នែកឯកសារយោធាការិយាល័យឯងនៅជាប់បន្ទប់ខ្ញុំគឺលោកឈប់មួយសន្ទុះរួចបន្ថែមដោយសម្លេងទាបជាងមុនហើយរាល់ថ្ងៃសុក្រម៉ោង5ល្ងាចឯងអាចចេញទៅមុនបានវិសាលងឿងឆ្ងល់តែពេលនោះគេសូជួងចេញពីវិទ្យាល័យតាំងគោកម៉ោងចេញរៀន15នាទីក្រោយក្រោមដើមអំពើកូឡាបរត់មកទាំងទឹកភ្នែកឯកសណ្ឋានសិស្សនាងទឹកភ្លៀងវិសាលឈរចាំនៅទីនោះតាំងពី5នាទីមុនគ្មានកង់ចាស់ទេតែគេមានបេះដូងដដែលអ្នកទាំងពីរឈរសម្លឹងមុខគ្នាគ្មានពាក្យលួងលោមគ្មានកំណាព្យមានតែភ្លៀងនិងដង្ហើមញាប់ចុងក្រោយកូឡាបជាអ្នកនិយាយមុនសំឡេងញ័របងសន្យាថាចាំលុះខ្សែឥឡូវបងមកដល់ហើយវិសាលញញឹមគេហុចដៃទៅមុខមានផ្កាកូឡាបព្រៃមួយតងដែលគេបេះតាមផ្លូវមកបងមិនត្រឹមតែមកដល់ទេកូឡាបបងមកដើម្បីនៅក្រោមដើមអំពើចាស់អ្នកតាតាំងគោកបានសាក់សីម្ដងទៀតលើកនេះមិនមែនសាក់សីនៃការសន្យាទេតែជាសាក់សីនៃការជួបគ្នាវិញចប់វគ្គ7រឿងសកូឡាបវគ្គ8ពិធីដណ្ដឹងក្រោមដើមអំពើចុងខែមិថុនាឆ្នាំ1970ផ្ទះចៅហ្វាយស្រុកតាំងគោកក្រោយពីធ្វើការនៅសាលាស្រុកបាន1ខែវិសាលលែងជាយោធាលេខ1392ទៀតហើយសម្រាប់អ្នកតាំងគោកគេជាក្បងវិសាលផ្នែកឯកសារដែលតែងតែញញឹមដាក់អ្នកស្រុកនិងជួយសរសេរលិខិតឲ្យយាយតាតែសម្រាប់កូឡាបគេជាក្បងវិសាលដែលសន្យាចាំលុះខ្សែរាល់ថ្ងៃសុក្រម៉ោង5ល្ងាចអ្នកទាំងពីរនៅតែជួបគ្នាក្រោមដើមអំពើមិនមែនលួចលាក់ទេព្រោះឥឡូវលោកចៅហ្វាយស្រុកដឹងហើយលោកមិនហាមតែលោកក៏មិនទាន់និយាយអ្វីដែររហូតដល់ព្រឹកថ្ងៃអង្គារមួយវិសាលស្លៀកឯកសណ្ឋានយោធាថ្មីសក់កាត់ខ្លីសម្រុំក្នុងដៃគេកាន់ជើងពៀនមួយធ្វើពីសីដាក់ស្លាដក5ទងផ្លែឈើមួយចាននិងលិខិតបិទមាសមួយច្បាប់ជើងពៀននោះមិនថ្លៃទេតែធ្វើឡើងដោយដៃយោធាម្នាក់ឈ្មោះថូលជីជាងឈើក្នុងកងវិសាលដើរត្រង់ទៅបន្ទះទ្វារ3ដងរួចលុតសង្ហាចេញពីបន្ទប់មកទទួលលោកចៅហ្វាយសំឡេងវិសាលច្បាស់លាស់ក៏ខ្ញុំបាទឈ្មោះវិសាលជាកូនកសិករនៅភូមិជើងព្រៃឥឡូវជាយោធាបម្រើនៅសាលាស្រុកថ្ងៃនេះខ្ញុំបាទហ៊ានមកសូមដណ្ដឹងកូនស្រីលោកគឺនាងសកូឡាបធ្វើជាភរិយាលោកចៅហ្វាយស្រុកដាក់បិចចុះលោកសម្លឹងជើងពៀនឫស្សីនោះយូរគ្មានកងដៃពេជ្រគ្មានប្រាក់មាសមានតែផ្លែឈើស្រស់និងលិខិតមួយច្បាប់ឯងមានអ្វីឲ្យកូនស្រីខ្ញុំលោកសួរសំឡេងធ្ងន់វិសាលងើបមកឡើងភ្នែកត្រង់ក៏ខ្ញុំបាទគ្មានដីគ្មានផ្ទះធំខ្ញុំបាទមានតែបេះដូងមួយដែលសន្យាចាំកូឡាបលុះខ្សែមានតែដៃគូនេះដែលនឹងធ្វើស្រែចម្ការចិញ្ចឹមកូនមានតែជីវិតនេះដែលនឹងការពារនាងជំនួសលោកចៅហ្វាយ
បន្ទប់ស្ងាត់លោកសសង្ហាក្រោកពីកៅអីដើរទៅបើកបង្អួចពីនេះគេអាចមើលឃើញវិទ្យាល័យតាំងគោកនិងដើមអំពើចាស់នោះលោកនឹកដល់ប្រពន្ធដែលស្លាប់នាងក៏ជាកូនអ្នកក៏តែលោកស្រឡាញ់នាងព្រោះចិត្តស្មោះលោកបែរមកវិញរួចនិយាយកូនខ្ញុំបានប្រាប់ខ្ញុំហើយថាវាមិនផ្លាស់សម្ដីឯងវិញឯងសន្យាថាចាំលោកខ្សែពីលោកចង្អុលទៅជើងពៀនគឺជើងពៀនឫស្សីនេះស្រាលតែថ្លៃព្រោះវាធ្វើពីញើសឈាមលោកដកដង្ហើមធំរួចនិយាយមួយឃ្លាដែលវិសាលចាំអស់មួយជីវិតបើកូនស្រីខ្ញុំព្រមខ្ញុំជាចៅហ្វាយស្រុកក៏ជាឪពុកដែរខ្ញុំព្រមគឺពេលនោះទ្វារបន្ទប់របើកបន្តិចកុលាបឈោខ្មាស់អៀននៅក្រៅនាងបានលួចស្ដាប់តាំងពីដំបូងវិសាលបែរទៅឃើញនាងលោកចៅហ្វាយស្រុកក៏ឃើញលោកសួរកូនស្រីថាកុលាបឯងព្រមទេកុលាបទឹកភ្នែកហូរនាងរត់មកឪពុករួចអន់ក្បាលទៅវិសាលនាងមិននិយាយទេតែការអន់ក្បាលនោះគឺជាព្រមក៏ដល់ខ្លាំងជាងពាក្យ10000ម៉ាត់ល្ងាចនោះក្រោមដើមអំពើមិនមានតែអ្នកទាំងពីរទេមានលោកចៅវាយស្រុកមានចាស់ទុំក្នុងភូមិមានស្មៀននិងយោធា2-3នាក់ជើងពៀនឫស្សីដាក់នៅលើថ្មដែលឆ្លាក់អក្សរវកលោកតាចាស់ម្នាក់ក្នុងភូមិជាអ្នកចងដៃគេយកអំបោះ5ពីរសៃចងដៃវិសាលនិងកុលាបរួចប្រសិទ្ធពោលថាឲ្យស្រឡាញ់គ្នាដូចថ្ងៃដំបូងឲ្យរឹងមាំដូចដើមអំពើនេះភ្លៀងលឹមធ្លាក់មកតែគ្មាននរណាជ្រកទេព្រោះថ្ងៃនេះទឹកភ្លៀងដូចជាទឹកមុនស្រោចពោវិសាលកាន់ដៃកុលាបហើយខ្សឹបថាបងធ្វើបានហើយសកុលាបបងស្ដីដណ្ដឹងអូនពីឪពុកបានហើយកុលាបញឹមពីនេះទៅបងលែងចាំម្នាក់ឯងហើយអូនចាំជាមួយបងលុះខ្សែចប់វគ្គ8វគ្គ9ចុងបញ្ចប់ពិធីមង្គលការនៅខេត្តនិងចម្រៀងសន្យាលុះខ្សែដើមខែសីហាឆ្នាំ1970សាលាខេត្តកំពង់ធំក្រោយពិធីដណ្ដឹងបាន1ខែលោកសសង្ហាជាចៅហ្វាយស្រុកតាំងគោកបានឡើងទៅជួបលោកចៅហ្វាយខេត្តផ្ទាល់លោកមិនសុំអ្វីសម្រាប់ខ្លួនឯងទេលោកសុំតែមួយគត់គឺសុំលោកចៅហ្វាយខេត្តមេដារៀបចំពិធីមង្គលការឲ្យកូនស្រីខ្ញុំនិងយោធាម្នាក់ឈ្មោះវិសាលនៅសាលាខេត្តឲ្យគេបានក្លាយជាប្តីប្រពន្ធត្រឹមត្រូវមុនពេលសង្គ្រាមអូសប្តីវាទៅឆ្ងាយទៀតលោកចៅហ្វាយខេត្តយល់ព្រមមិនមែនព្រោះលោកសសង្ហាជាចៅហ្វាយស្រុកទេតែព្រោះរឿងស្នេហ៍របស់យោធានិងកូនស្រីចៅហ្វាយស្រុកបានល្បីពេញខេត្តទៅហើយស្នេហាដែលរឹងមាំជាងសង្គ្រាមថ្ងៃមង្គលព្រឹកថ្ងៃទី15ខែសីហាមេឃស្រឡះនៅមុខសាលាខេត្តកំពង់ធំគេរៀបចម្រោងធំមួយប្រដាប់ដោយទង់ជាតិនិងផ្កាឈូកកៅអីតម្រៀបសម្រាប់យោធាអ្នកស្រុកចាស់ទុំនិងសិស្សវិទ្យាល័យតាំងគោកទាំងអស់វេលាម៉ោង8ព្រឹកតន្ត្រីយោធាប្រចាំខេត្តចំនួន12នាក់ចាប់ផ្ដើមប្រគំភ្លេងជាតិសំឡេងត្រែសំឡេងស្គរធ្វើឲ្យបេះដូងអ្នកចូលរួមញាប់ញ៉ាវិសាលស្លៀកឯកសណ្ឋានយោធាថ្មីមានមេដាយស្ម័គ្រចិត្តមួយនៅលើដើមទ្រូងគេមិនមែនកូនអ្នកមានតែថ្ងៃនេះគេមើលទៅសង្ហាដូចមេតបកុលាបស្លៀកសម្លៀកបំពាក់អាវស្បៃពណ៌ស្លឿងដិតមានផ្កាកុលាបព្រៃខ្ទាស់លើសក់នាងមិនមែនកូនស្ដេចតែថ្ងៃនេះនាងដូចទេពអប្សរលោកសសង្ហាកាន់ដៃកូនស្រីនាំប្រគល់ឲ្យវិសាលពេលប្រគល់លោកសឹបតែមួយឃ្លាគឺមើលថែកូនពុកឲ្យបានល្អដូចឯងសន្យាពេលចុងដៃលោកចៅហ្វាយខេត្តសួរដល់ចំណុចពិសេសមួយខ្ញុំហៅថាអ្នកទាំងពីរតែងតែផ្ញើកំណាព្យឲ្យគ្នាទៅវិញទៅមកថ្ងៃនេះជាថ្ងៃមង្គលតើអ្នកទាំងពីរចង់ឲ្យតន្ត្រីយោធាលេងភ្លេងអ្វីវិសាលនិងកុលាបសម្លឹងមុខគ្នារួចញញឹមវិសាលក៏ហុចក្រដាសមួយសន្លឹកឲ្យប្រធានក្រុមតន្ត្រីនោះគឺកំណាព្យឲ្យទាំងអស់ដែលអ្នកទាំងពីរធ្លាប់សរសេរផ្ញើគ្នាតាំងពីសមរភូមិភ្នំខៀវមកដល់តាំងគោកប្រធានក្រុមតន្ត្រីអានហើយក៏ងក់ក្បាលគេឲ្យតន្ត្រីក៏សម្រួលភ្លេងភ្លាមមិនបានជួបគ្នា
នគេរងចាំសំដីស្រីពិនឬមួយយ៉ាងណាឬចែងតែថាវាចាច្រៀងផ្ដាំរាល់ថ្ងៃរៀមព្រួយទ្រួយរងកម្មព្រោះមិនបានមកព្រៀមស្ទើរស្រែកយំបែកអាកាសបងអើយកុំមកនន់วันប្រថ្លៃមិនឡាទឹកថ្មីលាមកថាបើសិនជាពេញចិត្តស្មោះស្នេហារឿងយើងព្រាត់គ្នាព្រាត់ព្រោះរឿងអ្វីអូនមិនមែនសើចបានចើចបានថោអ្នកតាតាំងមកជួយជាសាស្រីខ្ញុំមិនខ្លាចចិត្តមិនខ្លាចសំដីអូកុលាបស្រីបងចាំលោកស្រីចាំស្រីជាគូបងអើយកុំស្មានអូនក្បត់ប្រុសថ្លៃបំឡាថាស្បៃលាមួកថាផ្កាបើសិនជាពិតចិត្តស្មោះស្នេហារឿងយើងព្រាត់គ្នាព្រាត់ព្រោះរឿងអ្វីអូនមិនមែនសើចបានចើចបានថោអ្នកតាតាំងមកជួយជាសាស្រីខ្ញុំមិនខ្លាចចិត្តមិនខ្លាចសំដីអូកុលាបស្រីបងចាំលោកស្រីចាំស្រីជាគូអ្នកទាំងពីរសន្យាលុះខ្សែអ្នកតាជាសាក់សីដើមអំពិលដឹងពេលចម្រៀងចប់គ្រាប់កំភ្លើង10គ្រាប់ត្រូវបាញ់ឡើងលើដើម្បីប្រកាសមង្គលការតែគ្រាប់នោះគ្មានសម្រាប់នរណាទេមានតែនាំសម្លេងអស់ដល់ទូទាំងខេត្តយប់នោះនៅផ្ទះថ្មីដែលលោកចៅហ្វាយស្រុកទិញឲ្យវិសាលសួរទៅកុលាបអូនខ្លាចទេប្តីអូនជាយោធាសង្គ្រាមនៅមិនទាន់ចប់ផងកុលាបញញឹមរួចដាក់ក្បាលលើស្មាប្តីអូនខ្លាចតែអូនខ្លាចបាត់បង់ជាងខ្លាចសង្គ្រាមដូច្នេះមួយថ្ងៃដែលយើងនៅជាមួយគ្នាគឺមួយថ្ងៃដែលយើងឈ្នះក្រៅផ្ទះព្រះច័ន្ទខែវស្សាភ្លឺត្រជាក់នៅតាំងគោកដើមអំពើចាស់នៅឈរសម្លឹងស្នេហាគលុះខ្សៃបានចាប់ផ្ដើមហើយមិនដឹងថាថ្ងៃស្អែកមានអ្វីកើតឡើងទេតែថ្ងៃនេះអ្នកទាំងពីរបានក្លាយជារបស់គ្នាពេញច្បាប់ចប់ដោយបរិបូរណ៍ផ្ញើជូនអ្នកអានក្នុងសម័យសង្គ្រាមស្នេហ៍ពិតមិនមែនជារឿងនិទានទេវាជារឿងរបស់មនុស្សធម្មតាដែលហ៊ានសន្យាហើយហ៊ានរស់ដើម្បីសម្រេចសន្យានោះដូចវិសាលនិងកុលាបតួសម្ដែងក្នុងរឿងសកុលាប1តួឯក1សកុលាបហៅកុលាបតួនាទីតួឯកស្រីអាយុ15ពី18ឆ្នាំក្នុងឆ្នាំ1970ឋានៈកូនស្រីតែមួយរបស់លោកសសង្ហាចៅវាយស្រុកតាំងគោកចរិតលក្ខណៈស្រស់ស្អាតស្លូតបូតចិត្តទន់ភ្លន់តែចិត្តរឹងមាំពេលស្រឡាញ់ស្មោះត្រង់និងសន្យាហ៊ានលះបង់ឋានៈដើម្បីស្នេហាពិតជាសិស្សពូកែអក្សរសិល្ប៍ចូលចិត្តកំណាព្យបេសកម្មក្នុងរឿងជានិមិត្តរូបនៃសេចក្តីស្មោះស្ម័គ្រមិនផ្លាស់សម្ដីទោះស្ថិតក្នុងសង្គ្រាមនិងការហាមឃាត់ពីសង្គម2វិសាលតួនាទីតួឯកប្រុសអាយុ18-19ឆ្នាំឋានៈកូនកសិករនៅភូមិជើងព្រៃសិស្សពូកែកនិតក្រោយមកជាយោធាស្ម័គ្រចិត្តលេខ1392ចុងក្រោយជាមន្ត្រីផ្នែកឯកសារនៅសាលាស្រុកតាំងគោកចរិតលក្ខណៈស្មោះត្រង់ក្លាហានមានទំនួលខុសត្រូវរៀនពូកែតែហ៊ានលះបង់ក្តីស្រមៃធ្វើគ្រូដើម្បីចូលធ្វើទាហានស្រឡាញ់ពិតប្រាកដមិនគិតពីឋានៈបេសកម្មក្នុងរឿងជានិមិត្តរូបនៃពាក្យសន្យាឧចាំលុះខ្សែពីនឹងការតស៊ូរបស់យុវជនខ្មែរក្នុងសម័យសង្គ្រាម2ទូគាំទ្រ3លោកសសង្ហាតួនាទីឪពុករបស់កុលាបឋានៈចៅហ្វាយស្រុកតាំងគោក
ចរិតលក្ខណៈមើលទៅមើងម៉ាត់ធ្ងន់ធ្ងរតែក្នុងចិត្តស្រឡាញ់កូនខ្លាំងជាអ្នកដឹកនាំមានយុទ្ធធម៌យល់ពីទុក្ខលំបាកប្រជាជនដំបូងមានការព្រួយបារម្ភរឿងកូនស្រឡាញ់ទាហានធម្មតាតែចុងក្រោយគោរពការសម្រេចចិត្តកូននិងទទួលយកវិសាលបេសកកម្មក្នុងរឿងតំណាងឲ្យរបាំងវណ្ណៈក្នុងសង្គមតែចុងក្រោយក្លាយជាអ្នកជួយជ្រោមជ្រែងស្នេហ៍កូន 4. អ្នកតាតាំងគោកតួនាទីតួនិមិត្តរូបឋានៈអ្នកដែលរក្សាដើមអំពើចាស់ក្រោយវិទ្យាល័យតាំងគោកបេសកកម្មក្នុងរឿងជាសាក្សីនៃសេចក្តីស្នេហ៍និងពាក្យសន្យារបស់វិសាលនិងកុលាបតំណាងឲ្យទំនៀមទម្លាប់និងភាពស័ក្តិសិទ្ធិនៃពាក្យសច្ចៈ 5. ដើមអំពើចាស់តួនាទីទីតាំងនិមិត្តរូបឋានៈដើមអំពើក្រោយវិទ្យាល័យតាំងគោកបេសកម្មក្នុងរឿងជាទីកន្លែងចាប់ផ្ដើមជួបគ្នាបែកគ្នានិងជួបគ្នាវិញរបស់តួឯកជាសាក្សីស្ងៀមស្ងាត់នៃស្នេហ៍កលុះខ្សែ 3. ទូបន្ទាប់បន្សំ 6. សុភាតួនាទីមិត្តរួមថ្នាក់របស់វិសាលបេសកម្មក្នុងរឿងជាអ្នកនាំដំណឹងថាវិសាលចូលធ្វើទាហានដល់កុលាបជាស្ពានភ្ជាប់ព័ត៌មានដំបូង 7. ប៊ុនធឿនតួនាទីមិត្តរួមជួរមុខរបស់វិសាលបេសកម្មក្នុងរឿងជាអ្នកជំរុញឲ្យវិសាលសរសេរសម្បត្តិទៅកុលាបមុនពេលខ្លួនស្លាប់តំណាងឲ្យមិត្តភាពនិងការលះបង់ក្នុងសមរភូមិ 8. លោកចៅហ្វាយខេត្តកំពង់ធំតួនាទីអ្នកកាន់អំណាចខេត្តបេសកម្មក្នុងរឿងជាអ្នកអនុញ្ញាតឲ្យរៀបចំពិធីមង្គលការរបស់វិសាលនិងកុលាបនៅសាលាខេត្តតំណាងឲ្យការទទួលស្គាល់ស្នេហ៍នេះពីអាជ្ញាធរ 9. មេបញ្ជាការកំពតភ្នំខៀវតួនាទីមេបញ្ជាការរបស់វិសាលបេសកម្មក្នុងរឿងជាអ្នកទទួលលិខិតពីលោកសសង្ហានិងអនុវត្តបញ្ជាផ្ទេរវិសាលមកតាំងគោក 10. ក្រុមតន្ត្រីយោធាប្រចាំខេត្តតួនាទីក្រុមប្រគំតន្ត្រីបេសកម្មក្នុងរឿងជាអ្នកប្រគំបទចម្រៀងពីកំណាព្យរបស់វិសាលនិងកុលាបក្នុងថ្ងៃមង្គលការតំណាងឲ្យកិត្តិយសនិងការអបអរពីជាតិនិង 11. ថលតួនាទីយោធាជាងឈើបេសកម្មក្នុងរឿងជាអ្នកធ្វើជើងពានឫស្សីសម្រាប់វិសាលយកទៅដណ្ដឹងកុលាប